ចឹងឡើងបងប្អូនយើងទាំងនេះគឺជាស្នាដៃរបស់ជាកសិករយើងដែលពួកគាត់បានដាំដុះនៅតាមសហគមន៍ក៏ដូចជាផ្ទះរបស់គាត់ជុំវិញផ្ទះរបស់គាត់បងប្អូនយើងមើលណែបន្លែទាំងនេះគឺស្រស់ជ័យរវក់ហ្មងហើយសម្រាប់ទីតាំងនៃការតាំងលក់នៅផលិតផលខ្មែរទាំងនេះគឺមាននៅមុខបរិយថ្មីបាទផ្សារបរិយថ្មីនៅខេត្តបាត់ដំបងរបស់យើងហ្នឹងគឺផ្សារហ្នឹងគឺនៅទៅមុខអគ្គិសនីខេត្តបាត់ដំបងរបស់យើងចាំបាច់អីយើងនាំចូលបន្លែផ្លែឈើទៅផ្ទះលេខ2ទៀតបាទជាក់ស្ដែងដូចអ្នកមិញម្នាក់នេះចឹងគឺគាត់គឺជាប្រជាកសិករដែលនៅខាងស្រុកអាណន់ផ្សារកសិករខ្មែរគឺមានសឹងតែគ្រប់ទាំងអស់ហ្នឹងនៅក្នុងផ្សារហ្នឹងបានន័យថាបន្លែដែលបងប្អូនត្រូវការចាំបាច់ជាប្រចាំហ្នឹងគឺមានសពគ្រប់បែបយ៉ាងមានត្រកួនមានស្ពៃមានឆៃថាវមាននិរងគឺបន្លែដែលយើងដាំស្លនេះគឺជាពោតស្ងោរក៏មានចេកបាទចេកនេះចេកធម្មជាតិតែម្ដងគឺដាំជុំវិញផ្ទះតែម្ដងហើយនេះគឺជាផលិតផលរបស់ខ្មែរយើងជាស្នាដៃកូននៅបាត់ដំបងបាទ មកស្រ័យចឹងហី
bàแต่เราได้เลิกดอกหมกเลยนะ chẳng mà cái lái nó phải đọc một lần ខ្ញុំកាត់ឲ្យខ្ញុំកាត់ថាធ្វើម៉េចបងឯងអើយព្យាយាមដើម្បីបាន10មុខមកដើម្បីយើងលក់បានលុយហើយអើយបើខាងក៏ដូចតាមមកទៅមកខាង400 một tịch từ ខែពី3ផ្លែដល់មកគិតពីមីងពី3000ដល់គ្រូខែ3ផ្លែមិននឹងឯងអស់នេះឯងខ្ញុំដាំជុំវិញទីខ្ញុំស្ទឹមជីក្រោយខ្ញុំដាំជីប្រភេទជីនេះវាឡើង4មុខបាត់ហើយហើយនៅមរេះប្រៅជីកោបទៅឡើង9មុខបាត់សាររបស់យើងដាំបានជុំវិញផ្ទះចាដាំបានជុំវិញផ្ទះអញ្ចឹងហើយតិចទៀតលោកគ្រូគាត់ធ្វើប៉ាណូពីក្រៅនេះសម្រាប់ឲ្យភ្ញៀវហ្នឹងគាត់ពេលអត់ជឿទុកចិត្តគាត់ឲ្យស្កែនមើលទៅឃើញថាជុំវិញផ្ទះខ្ញុំហ្នឹងធ្វើអីអូហើយមុននឹងគេរើសយើងធ្វើកសិករយើងមានដងទឹកយើងមានទឹកប្រើយើងមានដីអាចធ្វើជាសំណាញ់បានបាទខ្ញុំមានហើយបានគេព្រមឲ្យយើងមុននឹងឲ្យគេក៏ជួយខ្ញុំទៅថ្ងៃទៅរៀនបាន4ថ្ងៃចាំមកវិញមកកាត់ធ្វើជាសំណាញ់ទៅយើងចាដល់ហើយគេកាប់រៀនឲ្យយើងធ្វើជីបាទតែជីនឹងបរិញ្ញាតាំងពីខែមកតែខ្ញុំមកដល់ខ្ញុំធ្វើភ្លាមជីយើងធ្វើប្រមូលថាយើងអាចប្រើបានបាទតែគាត់ថាយើងដាប់យើងដាំធម្មជាតិវាអត់ដូចអ្នកប្រាគីមីទេបាទគេគីមីគេបានផលល្អជាងហើយផលជាល្អតែយើងខឹងតែយើងថ្ងៃនេះជាបរិយាយើងសប្ងៃនេះរកតែបោះធម្មជាតិច្រើន2000អត់មកទូចលោក1500អត់ហើយកូនចាអត់កូនច្រើននេះ5000